មេដឹកនាំនៃប្រទេសថៃនិងកម្ពុជាបានព្រមព្រៀងគ្នានៅថ្ងៃប្រហ័សនេះដើម្បីបន្តវិធានការកសាងទំនុកចិត្តដើម្បីជំរុញបទជបាញ់ដ៏ផុយស្រួយនិងបង្កើតសន្តិភាពបន្ទាប់ពីកិច្ចពិភាក្សាដ៏កម្រមួយស្ដីពីការប្រយុទ្ធគ្នាដ៏សាហាវកាលពីឆ្នាំមុនរវាងប្រទេសជិតខាងទាំងពីរប្រទេសហ្វីលីពីនដែលកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅលើកោះសេប៊ូបានរៀបចំការពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតនិងសមាភិកីថៃលោកអនុทิនឆាន់វីរគុលបន្ទាប់ពីមិនបានចូលប្រឡូកលូកដៃក្នុងកិច្ចការនេះអស់រយៈពេលជាច្រើនខែលោកអនុทิនដែលត្រូវបានជាប់ឆ្នោតឡើងវិញនៅក្នុងការបោះឆ្នោតខែកុម្ភៈហើយចូលកាន់អំណាចដោយសារតែរលកជាតិនិយមដែលបង្កឡើងដោយចំនួននេះបាននិយាយថាប្រទេសថៃនិងកម្ពុជាគឺជាប្រទេសជិតខាងពីរវាជាការល្អបំផុតដែលយើងជៀសវាងចំនួនដែលនាំមកនៅការខាតបង់និងទុក្ខវេទនាឥឡូវនេះជាពេលវេលាសម្រាប់យើងសម្លឹងទៅមុខនឹងដើរលើផ្លូវនេះជាមួយគ្នាឆ្ពោះទៅរកសន្តិភាពលោកហ៊ុនម៉ាណែតបានមានប្រសាសន៍ថារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាបន្ថែមទៀតនិងបន្តទៅមុខឲ្យសម្រេចបានលទ្ធផលលោកបានមានប្រសាសន៍ដោយសម្ដីផ្ទាល់ថាការពិភាក្សារបស់យើងផ្ដោតលើការបន្ធូរបន្ថយភាពតានតឹងនិងវិធានការកសាងទំនុកចិត្តដើម្បីស្ដារនិងពង្រឹងក្របខ័ណ្ឌការងារសម្រាប់សន្តិភាពយូរអង្វែងនិងទំនាក់ទំនងប្រក្រតីកិច្ចប្រជុំនេះកើតឡើងនៅពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងបន្ទាប់ពីប្រទេសថៃបានប្រកាសកាលពីថ្ងៃអង្គារថាខ្លួនបានបញ្ឈប់កិច្ចព្រមព្រៀងឯកតោភាគីជាមួយនឹងប្រទេសកម្ពុជាលើការរុករកធម្មពលរួមគ្នានៅក្នុងសមុទ្រដោយប្រឆាំងនឹងការអំពាវនាវពីប្រទេសកម្ពុជាឲ្យប្រកាន់ខ្ជាប់តាមអនុសារណៈដែលបានចុះហត្ថលេខារយៈពេល25ឆ្នាំមកនេះប្រទេសកម្ពុជាបាននិយាយថាខ្លួនគ្មានជំរើសអ្វីក្រៅពីស្វែងរកដំណោះស្រាយជាផ្លូវការលើការទាមទារត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃក្រោមបទបញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រហៅថា UNCLOS នោះទេកិច្ចពិភាក្សាកាលពីថ្ងៃប្រហ័សត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ដែលបានមានប្រសាសន៍ថាភាគីទាំងពីរបានយល់ព្រមអនុវត្តការអត់ធ្មត់និងចូលរួមដោយការស្ថាបនាលោកបានមានប្រសាសន៍ថារឿងនេះអាចធ្វើទៅបានដោយសារតែជំនឿដ៏ច្បាស់លាស់និងខ្លាំងក្លារបស់មេដឹកនាំទាំងពីរថាវាដល់ពេលវេលាសម្រាប់សន្តិភាពហើយលែងជាពេលវេលាសម្រាប់សង្គ្រាមទៀតហើយ